ខ្ញុំចង់លើកយកឧទាហរណ៍មេដឹកនាំល្អៗដែលមិនបានយកស្នេហាជាធំបុគ្គលទី1គឺព្រះបាទជ័យវរ្ម័នទី7ព្រះអង្គដូចជាអត់មានប្រវត្តិស្នេហារញ៉េរញ៉ៃទេអញ្ចឹងកន្លែងនេះហើយគឺក៏ជាហេតុផលមួយដែលធ្វើឲ្យព្រះអង្គដឹកនាំប្រទេសបានរីកចម្រើនដែរព្រះអង្គមានភរិយាមួយអង្គក្រោយមកក៏ភរិយាទី2គឺព្រះចាស់ស្ត្រីឥន្ទ្រទេវីដែលជាបងរបស់ភរិយាមុនបាទអ្នកទាំងអស់គ្នាប្រហែលជាបានដឹងអំពីស្ដេចភូមិភុនអាប់ឌុលយ៉ាដេតស្ដេចថៃបច្ចុប្បន្នគឺឪពុករបស់គាត់មិនមែនគាត់ទេណាឪពុករបស់គាត់គឺភូមិភុនអាប់ឌុលយ៉ាដេតនឹងគឺជាបុគ្គលគំរូដ៏ល្អបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ថៃដែលព្រះអង្គមានរឿងស្នេហាស្មោះស្ម័គ្រជាមួយនឹងព្រះមហេសីរបស់ព្រះអង្គហើយព្រះអង្គបានលះបង់ព្រះកាយរបស់ព្រះអង្គដើម្បីបម្រើឲ្យជាតិបាទបម្រើឲ្យជាតិបម្រើមាតុភូមិគាត់អត់បានយករឿងស្នេហាជាធំទេទោះបីជាភរិយារបស់ព្រះអង្គបានក្បត់ទៅមានសហាយស្មន់ជាមួយអ្នកនេះជាមួយអ្នកនោះប៉ុន្តែព្រះអង្គនៅតែលើកលែងភរិយាហើយអត់មានទៅរកស្រីរកអីក្រៅខ្លួនឯងទេអានេះគឺជារឿងមួយដែលអស្ចារ្យជាទីបំផុតហើយធ្វើឲ្យមនុស្សនៅក្បែរខ្លួនរបស់ព្រះអង្គគោរពព្រះអង្គខ្លាំងកុំឲ្យមានពាក្យថាក្រោយផ្ទះស្រីស្អាតគឺជាសពរបស់អ្នកក្លាហានណាបាទមួយទៀតគឺការលះបង់របស់ហូជីមិញបាទទោះបីជាមានរឿងចចាមអារាមពាក្យចចាមអារាមថាគាត់ធ្លាប់មានស្នេហាក៏ដោយប៉ុន្តែនៅពេលដែលគាត់ចេញធ្វើនយោបាយគាត់បានសម្រេចចិត្តឈប់មានទំនាក់ទំនងផ្លូវភេទតែម្ដងគឺគាត់បានលះបង់ឬក៏បូជាជីវិតរបស់គាត់ដើម្បីប្រទេសរបស់គាត់បាទអានេះគឺជាអ្វីដែលហូជីមិញបានធ្វើហើយគាត់ជាមនុស្សម្នាក់ដែលមិនមានស្នេហាមិនមានភរិយាមិនមានអីទេគឺគាត់ប្រើជីវិតរបស់គាត់ដើម្បីជាតិគាត់តែម្ដងបាទនេះគឺជាការលះបង់ដ៏អស្ចារ្យមួយដែលធ្វើឲ្យវៀតណាមខ្លាំងមកដល់ថ្ងៃនេះផងដែរគាត់ជាចំណែកជាគំរូដ៏អស្ចារ្យបាទហើយមួយទៀតទី4គឺមហាត្មះកុន្ធីមហាត្មះកុន្ធីគាត់មានភរិយាគាត់មានអីប៉ុន្តែនៅអាយុ37ឆ្នាំគាត់ជឿថាដើម្បីឲ្យគាត់គ្រប់គ្រងប្រទេសឬក៏ជួយប្រទេសបានល្អនិងប្រកបដោយវិន័យគឺគាត់សម្រេចចិត្តលះបង់រាល់ទំនាក់ទំនងផ្លូវភេទទាំងអស់ហើយអញ្ចឹងហើយគាត់បានជំរុញឲ្យកិច្ចការនយោបាយរបស់គាត់អាចឈានទៅរកភាពជោគជ័យបាទគំរូទាំងអស់នេះគឺជាចំណុចមួយដែលយើងអាចនិយាយថាប្រទេសយើងរងគ្រោះក៏អាចមកពីស្នេហារបស់មេដឹកនាំមួយចំនួនដែរអញ្ចឹងអរគុណអ្នកទាំងអស់គ្នា